មួយនេះ channel Telegram បើក Zoom នៅក្នុង channel Telegram មួយនេះខ្ញុំគិតថា admin របស់គេប្រហែលជាអាចដើរទៅលួចគេហើយយកមក share ឬក៏យើងអាចចូលទៅក្នុង channel នេះហើយតាក់ទងទៅគេសុំទិញអញ្ចឹងតែភាគច្រើនគេដាក់ free ឲ្យនេះfree នេះគេហៅខ្ញុំបង្កើតថ្មីមួយ free នេះគឺ free full ឬមិនក៏អត់ដឹងដែរតើយើង log in ទៅសិន ដោយនៅនេះវាមានអ្នកមានទី1ទី2ទី3ទី4ទី5ស្អីគេនេះតែយើងកុំខ្វល់លើឧទាហរណ៍ថាខ្ញុំយកទី2ចុះព្រោះទី1ខ្ញុំសាករួចហើយសម្រាប់វិធីចូលយកហ្នឹងវារៀងស្មុគស្មាញតិចយើងក៏ធ្វើតាមគេទៅមកដល់ទៅនេះខ្ញុំចុច yes អាហ្នឹងរៀងស្មុគស្មាញអញ្ចឹងនេះរួចមកចាំនាទីនៅទៅនេះចាំនាទីវាហើយបន្ទាប់មក8ដក3ស្មើ5បន្ទាប់មក click answer គឺវាឲ្យធ្វើយើង3ទៅ8នេះអានេះវិធីរបស់គេណា7ចែក1ស្មើប៉ុន្មានអានេះចែកទេ7ចែក1 7 7ម្ដង7អូខេ complete configuration បន្ទាប់មកចុច get link ចុច yes បន្ទាប់មកយើងទៅយកអា password ហ្នឹងមកនេះ password របស់គេ copy selection text អាយ៉ាច្រឡំ pass ចូលចុច send អញ្ចឹងយើងបាន cookie នេះមកអញ្ចឹងបាន cookie នឹងមកហើយពេលខ្លះដាក់ទៅបើ admin របស់គេlog out ហើយក៏អត់បានដែរតែបើសិនយើងដាក់ទៅ log out អត់បានយើងទៅអាផ្សេងទៅអញ្ចឹងឥឡូវខ្ញុំមកបញ្ចូល extension មួយឈ្មោះ edit cookie បន្ទាប់មកខ្ញុំចុច add នេះខ្ញុំបិទ Java ឡើយខ្ញុំបើក Java វិញ refresh មួយចុច add ចុច add បន្ទាប់មកយើងបាន extension នឹងមកហើយនេះយើងបាន extension មកហើយខ្ញុំបើក extension ខ្ញុំបើក allow size ទៅម្ដងទៀតហើយខ្ញុំចុច import ហើយ import បន្ទាប់មកយើងវាយ chart GDP នោះបន្ទាប់មកបើកមួយណាបានដែរJava បិទរហូតមិន Java អូខេខ្ញុំបើក Java វិញimport អូខេ refresh មួយនេះឃើញទេយើងបាន full แล้วនេះហើយនៅខាងនេះ list របស់គេដែលគេសួរអញ្ចឹងបញ្ជាក់ឲ្យបើសិនជាម្ចាស់គេ log out ហើយគឺយើងក៏ log out ដូចគ្នាដែរអញ្ចឹងយើងមានតែមកធ្វើម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតនៅនេះគឺវិធីងាយហើយនេះយើងមកមើលថាម្ចាស់គេហ្នឹងប្រើអីគេម្ចាស់គេគឺប្រើអា20រៀលក្នុងមួយខែនេះថ្ងៃហ្នឹងខ្ញុំធ្វើបានឡើងបាន account តែយើងចេះធ្វើសាកមើលឲ្យដឹងថាវាបានមែនអត់វា full មែនអត់ហ្នឹងអាហ្នឹងគឺងាយអានេះសួរស្អីនេះអូនេះសួរតាក់ទងក្រេកប្រើក្រេកប្រើឆាត GTP ឲ្យជួយធ្វើក្រេកអូខេអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្ណឹង